សាខ្មែរមេរៀនទី46ការរៀនអក្សរផ្ចង់សំនួរនិងចម្លើយការរៀនពាក្យកអំណានពាក្យជាបង្ហាញអានថាបង្ហាញអានខពន្យល់ពាក្យផ្ចិតផ្ចង់អង្គយកចិត្តទុកដាក់เปิดเผยប្រៀបក្បួនខ្នាតការកំណត់ជាគោលសម្រាប់ធ្វើតាមហាំបង្ហាញធ្វើឲ្យឃើញគោលពាក្យផ្ទុយផ្ចិតផ្ចង់ផ្ទុយនឹងខ្ជាជាសបាយផ្ទុយនឹងកើតុកសំណួរមួយតើពេលរៀនអក្សរផ្ចង់ដំបូងអ្នកគ្រូបានប្រាប់ពីអ្វីខ្លះពេលរៀនអក្សរផ្ចង់ដំបូងអ្នកគ្រូបានប្រាប់ពីរបៀបដាក់អក្សរភៅលើតុរបៀបកាន់ខ្មៅដៃនិងរបៀបសរសេរបន្ទាប់ពីអ្នកគ្រូណែនាំរួចហើយតើយើងត្រូវធ្វើដូចម្តេចខ្លះបន្ទាប់ពីអ្នកគ្រូណែនាំរួចហើយយើងត្រូវគូសបន្ទាត់តាមគាត់ក្នុងសៀវភៅសរសេររបស់យើង3ពេលកែលម្អសំណេរយើងហើយតើអ្នកគ្រូធ្វើដូចម្តេចទៀតពេលកែលម្អសំណេរយើងហើយអ្នកគ្រូបានលើកកិច្ចការអក្សរផ្ចង់របស់សិស្សដែលសរសេរបានត្រឹមត្រូវ4ហេតុអ្វីបានជាប្អូនចូលចិត្តរៀនសរសេរអក្សរផ្ចង់បានជាយើងចូលចិត្តរៀនសរសេរអក្សរផ្ចង់ព្រោះយើងបានសរសេរអក្សរបានស្មើស្អាតត្រឹមត្រូវលំហាត់ចូលអានពាក្យខាងក្រោមដោយមិនបាច់ផ្សំនិងប្រកបឲ្យបានត្រឹមត្រូវអក្សរផ្ចង់ផ្ចិតផ្ចង់គូបន្ទាត់ក្បួនខ្នាតបង្ហាញគូគំនូសប្បាយស្មើស្អាតសំណេរក៏ចូលសរសេរពីតាមអានចំឡងនិងល្បះខាងក្រោមស្មើបន្ទាត់កិច្ចការបង្ហាញសប្បាយហើយពេលរៀនអក្សរផ្ចង់យើងខំប្រឹងរៀនអក្សរពេលរៀនសរសេរអក្សរយើងខំប្រឹងផ្ចិតផ្ចង់សរសេរឲ្យបានត្រឹមត្រូវចូលពាក្យក្នុងប្រអប់ទៅបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវប្រាប់ខ្មៅដៃផ្ចិតផ្ចង់សៀវភៅសរសេរត្រឹមត្រូវបន្ទាត់ក្នុងសប្បាយ1ពេលរៀនអក្សរផ្ចង់យើងខំប្រឹងផ្ចិតផ្ចង់សរសេរឲ្យបានត្រឹមត្រូវល្អ2ដំបូងអ្នកគ្រូបានប្រាប់ពីរបៀបដាក់សៀវភៅលើតុរបៀបកាន់ខ្មៅដៃនិងរបៀបសរសេរ3ហើយយើងគូសបន្ទាត់តាមគាត់ក្នុងសៀវភៅយើង4យើងទាំងអស់គ្នាសប្បាយចិត្តនឹងសរសេរ